តែអ្នកធ្លាប់សួរខ្លួនឯងទេថាហេតុអ្វីបានជាប្រទេសតូចមួយមានផ្ទៃដីត្រឹមតែជាង 22,000 គីឡូម៉ែត្រការ៉េនិងមានប្រជាជនតិចជាងប្រទេសជាច្រើនទៀតនៅមជ្ឈមបូព៌ាប៉ុន្តែអាចក្លាយទៅជាមហាអំណាចយោធាមួយនៅក្នុងតំបន់តើអ្វីដែលជាអាថ៌កំបាំងដែលធ្វើឲ្យប្រទេសជិតខាងជាច្រើនមិនហ៊ានប្រឈមមុខជាមួយអ៊ីស្រាអែលដោយផ្ទាល់មនុស្សជាច្រើនជឿថាចម្លើយមួយស្ថិតនៅក្នុងកម្មវិធីនុយក្លេអ៊ែរដ៏សម្ងាត់របស់អ៊ីស្រាអែលអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺរហូតមកដល់សប្តាហ៍ថ្ងៃរដ្ឋាភិបាលអ៊ីស្រាអែលមិនដែលប្រកាសជាផ្លូវការថាខ្លួនមានអាវុធនុយក្លេអ៊ែរទេប៉ុន្តែពួកគេក៏មិនដែលបដិសេធដែរគោលនយោបាយនេះត្រូវបានគេហៅថា Nuclear Ambiguity ឬភាពមិនច្បាស់លាស់នុយក្លេអ៊ែរដែលបានក្លាយទៅជាយុទ្ធសាស្ត្រសន្តិសុខដ៏ពិសេសមួយរបស់អ៊ីស្រាអែលអស់រយៈពេលជាងកន្លះសតវត្សរ៍នៅក្នុងវីដេអូមួយនេះយើងនឹងស្វែងយល់អំពីដំណើរដ៏អស្ចារ្យមួយដែលចាប់ផ្ដើមតាំងពីថ្ងៃដែលរដ្ឋអ៊ីស្រាអែលទើបតែបង្កើតឡើងរហូតដល់ការកសាងកម្មវិធីនុយក្លេអ៊ែរដែលបានផ្លាស់ប្ដូរតុល្យភាពអំណាចនៅមជ្ឈមបូព៌ាទាំងមូលដើម្បីយល់ពីមូលហេតុដែលអ៊ីស្រាអែលសម្រេចអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរយើងត្រឡប់ទៅកាន់ឆ្នាំ1948នៅថ្ងៃទី14ខែឧសភាឆ្នាំ1948មេដឹកនាំជនជាតិយូដាបានប្រកាសបង្កើតរដ្ឋអ៊ីស្រាអែលប៉ុន្តែការប្រកាសនេះមិនបាននាំមកនូវសន្តិភាពឡើយត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ប្រទេសអារ៉ាប់ជាច្រើនរួមមានអេហ្ស៊ីប យ៉ូកដានី សេរី អ៊ីរ៉ាក់និងលីបង់បានបើកការវាយប្រហារភ្លាមៗសង្គ្រាមឯករាជ្យឆ្នាំ1948ក៏បានចាប់ផ្ដើមសម្រាប់ប្រជាជនអ៊ីស្រាអែលមិនមែនគ្រាន់តែជាសង្គ្រាមដណ្ដើមទឹកដីនោះទេពួកគេចាត់ទុកជាសង្គ្រាមដើម្បីរស់រានមានជីវិតការចងចាំអំពីការកាប់សម្លាប់រង្គាលជនជាតិយូដានៅក្នុងសង្គ្រាមលោកលើកទី2នៅតែស្រស់ថ្មីៗមនុស្សជាង6លាននាក់ត្រូវបានសម្លាប់ដោយរបបណាស៊ីរបបមេដឹកនាំអ៊ីស្រាអែលជាពិសេសលោកដាវីត បែន ហ្គូរីអនមានជំនឿថាប្រសិនបើថ្ងៃណាមួយប្រទេសអ៊ីស្រាអែលចាញ់សង្គ្រាមវាអាចបានន័យថាការបាត់បង់រដ្ឋទាំងមូលដោយហេតុនេះគោលនយោបាយសន្តិសុខរបស់អ៊ីស្រាអែលត្រូវបានបង្កើតឡើងគឺលើកំណត់សំខាន់មួយគឺអ៊ីស្រាអែលមិនអាចចាញ់សង្គ្រាមបានឡើយដាវីត បែន ហ្គូរីអនមិនមែនត្រឹមតែជាមេដឹកនាំដែលគិតអំពីសង្គ្រាមថ្ងៃនេះនោះទេគាត់គិតអំពីថ្ងៃអនាគតរាប់សិបឆ្នាំគាត់ដឹងថាអ៊ីស្រាអែលមានប្រជាជនតិចជាងប្រទេសជិតខាងធនធានធម្មជាតិក៏មានកម្រផងដែរប្រសិនបើប្រទេសអារ៉ាប់ទាំងអស់រួមគ្នាវាយប្រហារអ៊ីស្រាអែលនឹងពិបាកការពារខ្លួនដូច្នេះ បែន ហ្គូរីអនបានជឿថាអ៊ីស្រាអែលត្រូវតែមានអ្វីមួយដែលអាចធ្វើឲ្យសត្រូវមិនហ៊ានចាប់ផ្ដើមសង្គ្រាមនៅទសវត្សរ៍ឆ្នាំ1950ពិភពលោកទាំងមូលកំពុងចូលទៅក្នុងសម័យអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិកនិងសហភាពសូវៀតកំពុងប្រកួតប្រជែងគ្នាផលិតគ្រាប់បែកប៉ារម៉ាណូចក្រភពអង់គ្លេសក៏ចូលរួមបារាំងក៏ចាប់ផ្ដើមកម្មវិធីរបស់ខ្លួន បែន ហ្គូរីអនមើលឃើញថាបច្ចេកវិទ្យានុយក្លេអ៊ែរអាចជាអាវុធរារាំងដ៏មានប្រសិទ្ធភាពបំផុតមិនមែនដើម្បីប្រើប្រាស់វាជាមុននោះទេប៉ុន្តែដើម្បីធ្វើឲ្យគូប្រជែងគិតពីផលវិបាកមុននឹងចាប់ផ្ដើមសង្គ្រាមនៅឆ្នាំ1949អ៊ីស្រាអែលបានបង្កើតក្រុមអ្នកវិទ្យាសាស្ត្រមួយដើម្បីសិក្សាអំពីធនធានរ៉ែនិងសមត្ថភាពអភិវឌ្ឍថាមពលនុយក្លេអ៊ែរនៅក្នុងឆ្នាំ1952រដ្ឋាភិបាលបានបង្កើតគណៈកម្មការថាមពលអាតូមិកអ៊ីស្រាអែលគោលបំណងជាផ្លូវការគឺស្រាវជ្រាវថាមពលនុយក្លេអ៊ែរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រប៉ុន្តែនៅក្នុងពេលជាមួយគ្នាមន្ត្រីជាន់ខ្ពស់មួយចំនួនបានចាប់ផ្ដើមការសិក្សាអំពីលទ្ធភាពផលិតសារធាតុភ្លុយតិញ៉ូមដែលអាចប្រើប្រាស់សម្រាប់អាវុធនុយក្លេអ៊ែរការងារទាំងនេះត្រូវបានធ្វើឡើងដោយសម្ងាត់យ៉ាងខ្លាំងបំផុតសូម្បីតែមន្ត្រីរដ្ឋាភិបាលជាច្រើនក៏មិនបានដឹងអំពីព័ត៌មានលម្អិតផងដែរប៉ុន្តែមានបញ្ហាមួយអ៊ីស្រាអែលមិនមានបច្ចេកវិទ្យាមិនមានរោងចក្រនុយក្លេអ៊ែរហើយមិនមានអ្នកជំនាញគ្រប់គ្រាន់ហើយក៏មិនមានថវិកាយ៉ាងច្រើនដោយមហាអំណាចឡើយដូច្នេះប្រសិនបើអ៊ីស្រាអែលចង់ក្លាយជាប្រទេសដែលមានសមត្ថភាពនុយក្លេអ៊ែរពួកគេត្រូវចាំបាច់ស្វែងរកដៃគូបរទេសប៉ុន្តែតើប្រទេសណាមួយនឹងហ៊ានជួយនៅពេលនោះសហរដ្ឋអាមេរិកមិនចង់ឲ្យមានការរីកសាយអាវុធនុយក្លេអ៊ែរនៅមជ្ឈមបូព៌ាទេចក្រភពអង់គ្លេសក៏ប្រុងប្រយ័ត្នដូចគ្នាប៉ុន្តែមានប្រទេសមួយដែលកំពុងមានផលប្រយោជន៍យុទ្ធសាស្ត្ររួមគ្នាជាមួយអ៊ីស្រាអែលនោះគឺបារាំងហើយការជួបគ្នារវាងប្រទេសទាំងពីរនឹងនាំទៅរកការកសាងមជ្ឈមណ្ឌលនុយក្លេអ៊ែរដ៏សម្ងាត់បំផុតមួយនៅក្នុងពិភពលោកកណ្ដាលវាលខ្សាច់នេហ្គាវ
ដើម្បីយល់ថាហេតុអ្វីបានជាបារាំងព្រមជួយអ៊ីស្រាអែលយើងត្រូវត្រឡប់ទៅឆ្នាំ1956នៅឆ្នាំនោះប្រធានាធិបតីអេស៊ីប Gamal Abdel Nasser បានប្រកាសជាតូបនីយកម្មប្រជិកស៊ុយអេដែលពីមុនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបារាំងនិងអង់គ្លេសការសម្រេចចិត្តនេះបានធ្វើឲ្យបារាំងនិងអង់គ្លេសខឹងសម្បារយ៉ាងខ្លាំងនៅក្នុងពេលដំណាលគ្នាអ៊ីស្រាអែលក៏មានចំនួនជាមួយអេស៊ីបផងដែរទីបំផុតប្រទេសទាំង3បានធ្វើកិច្ចព្រមព្រៀងដោយសម្ងាត់ផែនការរួមគឺអ៊ីស្រាអែលនឹងវិលុកអបទ្វីបស៊ីណៃជាមុនសិនបន្ទាប់មកបារាំងនិងអង់គ្លេសនឹងប្រើលេសថាចង់បំបីភាគីទាំងពីរហើយបញ្ជូនកងទ័ពចូលគ្រប់គ្រងប្រជិកទោះបីជាប្រតិបត្តិការនេះទទួលបានជោគជ័យដោយផ្នែកយោធាក៏ដោយក៏វាបានបរាជ័យផ្នែកការទូតដោយសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានដាក់សម្ពាធឲ្យកងទ័ពទាំងអស់ទកថយប៉ុន្តែទំនាក់ទំនងរវាងបារាំងនិងអ៊ីស្រាអែលបានក្លាយទៅជាមិត្តជិតស្និទ្ធជាងពេលណាៗទាំងអស់បន្ទាប់ពីវិបត្តិ CA មន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរបានចាប់ផ្ដើមចរចាយ៉ាងសម្ងាត់បារាំងយល់ថាអ៊ីស្រាអែលគឺជាសម្ព័ន្ធមិត្តដ៏សំខាន់នៅមជ្ឈិមបូព៌ាជាថ្នូរនឹងកិច្ចសហការផ្នែកយោធាបារាំងបានយល់ព្រមជួយអ៊ីស្រាអែលដែលអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរកិច្ចព្រមព្រៀងនេះត្រូវបានរក្សាជាសម្ងាត់ខ្ពស់បំផុតសម្បីតែមន្ត្រីជាច្រើននៅក្នុងរដ្ឋាភិបាលបារាំងក៏មិនបានដឹងពីព័ត៌មានរំអិតនេះផងដែរអ៊ីស្រាអែលបានជ្រើសរើសវាលខ្សាច់នេហ្គីវសម្រាប់គម្រោងដ៏សម្ងាត់មួយនេះនៅតំបន់នេះឆ្ងាយពីទីក្រុងធំៗមានប្រជាជនតិចនិងងាយស្រួលការពារនៅក្នុងឆ្នាំ1958ការកសាងក៏បានចាប់ផ្ដើមកម្មករនិងវិស្វករបារាំងរាប់រយនាក់បានធ្វើដំណើរមកអ៊ីស្រាអែលជាផ្លូវការរដ្ឋាភិបាលអ៊ីស្រាអែលបានអះអាងថាគេកំពុងសាងសង់រោងចក្រវាយភ័ណ្ឌឬមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មប៉ុន្តែតាមការពិតវាជា reactor នុយក្លេអ៊ែរដែលអាចផលិតផ្លូវតញោមនៅខាងក្រោមដីមានបន្ទប់ជាច្រើនជាន់ដែលត្រូវបានរចនាឡើងសម្រាប់ដំណើរការសារធាតុនុយក្លេអ៊ែរព័ត៌មានលម្អិតជាច្រើនទៀតនៅតែមិនអាចបង្ហាញជាសាធារណៈរហូតមកដល់សប្តាហ៍ថ្ងៃនៅចុងសតវត្សឆ្នាំ1950យន្តហោះចារកម្មអាមេរិកបានថតរូបអគារដ៏ធំមួយនៅវាលខ្សាច់ Negev អ្នកវិភាគ CIA ក៏បានចាប់ផ្ដើមសង្ស័យថាវាមិនមែនជារោងចក្រធម្មតានោះទេនៅក្នុងឆ្នាំ1960រូបភាពផ្កាយរណបនិងព័ត៌មានស៊ើបការណ៍កាន់តែច្រើនបានបង្ហាញថាអ៊ីស្រាអែលកំពុងសាងសង់ reactor នុយក្លេអ៊ែរប្រធានាធិបតីអាមេរិកលោក Eisenhower បានស្នើឲ្យអ៊ីស្រាអែលពន្យល់អ៊ីស្រាអែលឆ្លើយថាវាជាគម្រោងសម្រាប់គោលបំណងសន្តិភាពដូចជាការស្រាវជ្រាវវិទ្យាសាស្ត្រនិងការផលិតថាមពលទោះជាយ៉ាងណាមន្ត្រីអាមេរិកជាច្រើននៅតែមានការសង្ស័យនៅពេលដែល John F. Kennedy ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកក៏បានចាត់ទុកការរីកសាយភាយអាវុធនុយក្លេអ៊ែរជាបញ្ហាធំគាត់បានទាមទារឲ្យអ៊ីស្រាអែលអនុញ្ញាតឲ្យអ្នកត្រួតពិនិត្យអន្តរជាតិចូលទៅពិនិត្យឌីម៉ូណាជាប្រចាំអ៊ីស្រាអែលបានយល់ព្រមដោយមានការទស្សនកិច្ចខ្លះៗប៉ុន្តែអ្នកវិភាគជាច្រើនជឿថាការរៀបចំត្រូវបានធ្វើឡើងជាមុនដើម្បីលាក់ផ្នែកសំខាន់ៗនៃគម្រោងការប្រកួតប្រជែងរវាងការរក្សាសម្ងាត់របស់អ៊ីស្រាអែលនិងការព្យាយាមស្វែងរកការពិតរបស់សហរដ្ឋអាមេរិកបានបន្តអស់រយៈពេលជាច្រើនឆ្នាំនៅដើមសតវត្សឆ្នាំ1960មជ្ឈមណ្ឌលឌីម៉ូណាបានចាប់ផ្ដើមដំណើរការជាផ្លូវការរដ្ឋាភិបាលអ៊ីស្រាអែលនៅតែអាងថាវាជាគម្រោងសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រនិងថាមពលសន្តិភាពប៉ុន្តែភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេសជាច្រើនមានការសង្ស័យថាខាងក្រោមអគារទាំងនោះមានបន្ទប់សម្ងាត់ដែលអាចបំបែកនិងកែច្នៃសារធាតុភ្លុយតញោមគឺជាវត្ថុធាតុដើមមួយដែលអាចប្រើប្រាស់នៅក្នុងការផលិតអាវុធនុយក្លេអ៊ែរការផលិតវាត្រូវការបច្ចេកវិទ្យាកម្រិតខ្ពស់និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរហូតមកដល់សប្តាហ៍ថ្ងៃអ៊ីស្រាអែលមិនបានបញ្ជាក់ជាសាធារណៈអំពីសមត្ថភាពដ៏ជាក់លាក់របស់មជ្ឈមណ្ឌលនេះនោះទេនៅខែមិថុនាឆ្នាំ1967ស្ថានភាពនៅមជ្ឈមបូព៌ាបានឈានដល់ចំណុចផ្ទុះអេស៊ីបស៊ីរីនិងសូក្តានីបានប្រមូលផ្ដុំកងទ័ពជុំវិញអ៊ីស្រាអែលការបិទច្រកសមុទ្រទីរ៉ានដោយអេស៊ីបត្រូវបានអ៊ីស្រាអែលចាត់ទុកថាជាការគំរាមកំហែងធ្ងន់ធ្ងរនៅថ្ងៃទី5ខែមិថុនាអ៊ីស្រាអែលបានបើកការវាយប្រហារមុននៅក្នុងរយៈពេលត្រឹមតែ6ថ្ងៃកងទ័ពអ៊ីស្រាអែលបានយកឈ្នះលើប្រទេសអារ៉ាប់ជាច្រើននិងដណ្ដើមបានអុបទ្វីបស៊ីណៃតំបន់ West Bank នៅក្នុងទីក្រុង Jerusalem និង Golan Heights ជ័យជំនះនេះបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលប៉ុន្តែសម្រាប់មេដឹកនាំអ៊ីស្រាអែលវាជាការរំលឹកថាសង្គ្រាមអាចកើតឡើងគ្រប់ពេលពួកគេមិនចង់រំពឹងផ្អែកទៅលើសំណាងឬការគាំទ្រពីបរទេសតែមួយមុខឡើយដោយសាររដ្ឋាភិបាលអ៊ីស្រាអែលមិនបានបញ្ជាក់ឬបដិសេធការវិតម្លៃទាំងអស់ផ្អែកទៅលើព័ត៌មានស៊ើបការសម្ងាត់ការសិក្សារបស់អ្នកជំនាញនិងឯកសារដែលត្រូវបានបង្ហាញនៅពេលក្រោយ
អ្នកស្រាវជ្រាវមួយចំនួនបានជឿថានៅចុងសតវត្សឆ្នាំ1960អ៊ីស្រាអែលប្រហែលជាមានសមត្ថភាពផលិតឧបករណ៍នុយក្លេអ៊ែរដំបូងរួចទៅហើយទោះជាយ៉ាងណាមិនមានការទទួលស្គាល់ជាផ្លូវការឬភស្តុតាងសាធារណៈដែលអាចបញ្ជាក់ច្បាស់លាស់អំពីពេលវេលានោះទេនៅក្នុងឆ្នាំ1969នាយករដ្ឋមន្ត្រី Golda Meir បានជួបប្រធានាធិបតីអាមេរិក Richard Nixon ព័ត៌មានអំពីជួបនេះមិនត្រូវបានបង្ហាញទាំងស្រុងនោះទេប៉ុន្តែអ្នកប្រវត្តិសាស្ត្រជាច្រើនជឿថាភាគីទាំងពីរបានឈានទៅដល់ការយល់ព្រមមួយអ៊ីស្រាអែលនឹងមិនប្រកាសខ្លួនថាជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរទី1អ៊ីស្រាអែលនឹងមិនប្រកាសខ្លួនថាជាប្រទេសមានអាវុធនុយក្លេអ៊ែរទី2មិនធ្វើតេស្តនុយក្លេអ៊ែរជាសាធារណៈហើយទី3សហរដ្ឋអាមេរិកនឹងមិនបង្ខំឲ្យអ៊ីស្រាអែលប្រកាសជាផ្លូវការអំពីសមត្ថភាពរបស់ខ្លួនទោះជាយ៉ាងណាព័ត៌មានលម្អិតអំពីការយល់ព្រមនេះនៅតែជាប្រធានបទដែលមានការជជែកដេញដោលនៅក្នុងចំណោមអ្នកស្រាវជ្រាវនៅថ្ងៃទី6ខែតុលាឆ្នាំ1973អេស៊ីបនិងស៊ីរីបានបើកការវាយប្រហារភ្លាមៗទៅលើអ៊ីស្រាអែលនៅក្នុងថ្ងៃបុណ្យយំគីមពូនៅថ្ងៃដំបូងអ៊ីស្រាអែលបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរកងទ័ពអារ៉ាប់បានវាយលុកយ៉ាងរឿនជាងការរំពឹងទុកមានរបាយការណ៍និងការសិក្សាប្រវត្តិសាស្ត្រមួយចំនួនដែលបានលើកឡើងថានៅក្នុងអំឡុងវិបត្តិនេះអ៊ីស្រាអែលបានដាក់កម្លាំងនុយក្លេអ៊ែររបស់ខ្លួននៅក្នុងកម្រិតត្រៀមខ្លួនខ្ពស់ជាងធម្មតាដើម្បីបង្កើតសមត្ថភាពរារាំងទោះជាយ៉ាងណារដ្ឋាភិបាលអ៊ីស្រាអែលមិនដែលបញ្ជាក់ជាផ្លូវការទៅលើការអះអាងទាំងនេះនោះទេហើយអ្នកប្រវត្តិសាស្ត្រខ្លះក៏មានទស្សនៈខុសគ្នាអំពីព័ត៌មានទាំងនេះនៅទីបំផុតដោយមានការគាំទ្រផ្នែកសម្ភារៈពីសហរដ្ឋអាមេរិកអ៊ីស្រាអែលអាចបង្វែរស្ថានភាពនិងទប់ទល់ការវាយប្រហារបានក្រោយសង្គ្រាមឆ្នាំ1973អ៊ីស្រាអែលបន្តរក្សាគោលនយោបាយដែលគេហៅថាភាពមិនច្បាស់លាស់នុយក្លេអ៊ែរគោលនយោបាយនេះមានន័យសាមញ្ញប្រទេសមិនប្រកាសថាមានអាវុធនុយក្លេអ៊ែរក៏ប៉ុន្តែក៏មិននិយាយថាមិនមាននោះដែរការរក្សាភាពមិនច្បាស់លាស់នេះត្រូវបានអ្នកវិភាគជាច្រើនបានចាត់ទុកថាជាយុទ្ធសាស្ត្ររារាំងដែលធ្វើឲ្យគូប្រជែងត្រូវគិតគូរយ៉ាងម៉ត់ចត់មុននឹងចាប់ផ្ដើមសង្គ្រាមនៅទសវត្សរ៍ឆ្នាំ1980អាចកំបាំងដ៏ធំបំផុតរបស់អ៊ីស្រាអែលស្ទើរតែត្រូវបានលាតត្រដាងបរិម្នាក់ដែលធ្លាប់ធ្វើការនៅមជ្ឈមណ្ឌលឌីម៉ូណាបានសម្រេចចិត្តបង្ហាញរូបថតនិងព័ត៌មានសម្ងាត់ទៅកាន់សារព័ត៌មានអន្តរជាតិឈ្មោះរបស់គាត់គឺ Mordechai Vanunu តើគាត់បានបង្ហាញអ្វីខ្លះអរិយពេលជាង30ឆ្នាំកម្មវិធីនុយក្លេអ៊ែររបស់អ៊ីស្រាអែលត្រូវបានគេចាត់ទុកថាជាអាថ៌កំបាំងដ៏ធំបំផុតមួយនៅក្នុងពិភពលោកទោះបីជាមានការសង្ស័យពីទីភ្នាក់ងារស៊ើបការសារព័ត៌មាននិងអ្នកវិភាគជាច្រើនក៏ដោយក៏គ្មាននរណាម្នាក់អាចបង្ហាញភស្តុតាងជាក់ស្ដែងបានឡើយប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរនៅក្នុងឆ្នាំ1986បរិម្នាក់ដែលធ្លាប់ធ្វើការនៅមជ្ឈមណ្ឌលឌីម៉ូណាបានសម្រេចចិត្តបង្ហាញអ្វីដែលគាត់បានឃើញវ៉ានូនូកើតនៅក្នុងប្រទេសម៉ារ៉ុកមុននឹងគ្រួសាររបស់គាត់បានធ្វើអន្តោប្រវេសន៍មកអ៊ីស្រាអែលនៅក្នុងឆ្នាំ1976គាត់បានចូលធ្វើការនៅមជ្ឈមណ្ឌលឌីម៉ូណាការងាររបស់គាត់បានធ្វើឲ្យគាត់អាចចូលទៅកាន់កាត់តំបន់ដែលមានសន្តិសុខខ្ពស់ក្នុងរយៈពេលជាច្រើនឆ្នាំគាត់បានឃើញដំណើរការជាច្រើននៅខាងក្នុងមជ្ឈមណ្ឌលក្រោយមកគាត់បានបដូរទស្សនៈនយោបាយនិងការចាប់ផ្ដើមរិះគន់គោលនយោបាយរបស់រដ្ឋាភិបាលមុនចាក់ចេញពីការងារក៏បានលួចថតរូបជាច្រើនសន្លឹកនៅខាងក្នុងមជ្ឈមណ្ឌលរូបថតទាំងនេះបានក្លាយទៅជាភស្តុតាងដែលមិនធ្លាប់មានពីមុនមកបន្ទាប់ពីចាក់ចេញពីអ៊ីស្រាអែលវ៉ានូនូបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើននៅទីបំផុតគាត់បានតាក់ទងសារព័ត៌មានអង់គ្លេស The Sunday Times អ្នកជំនាញផ្នែកនុយក្លេអ៊ែរបានពិនិត្យមើលរូបថតនិងការពិពណ៌នារបស់គាត់ពួកគេបានសន្និដ្ឋានថារូបភាពទាំងនោះស្របទៅនឹងមជ្ឈមណ្ឌលដែលអាចផលិតសារធាតុភ្លុយទីញោមការបបំផ្សាយនេះបានទាក់ទាញការចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោកប៉ុន្តែមុនពេលអត្ថបទត្រូវបានបោះពុម្ពទីភ្នាក់ងារស៊ើបការអ៊ីស្រាអែល Mossad បានចាប់ផ្ដើមតាមដាន Vanunu យោតាមសារព័ត៌មានដែលបានបង្ហាញជាសាធារណៈ Mossad បានរៀបចំប្រតិបត្តិការសម្ងាត់មួយភ្នាក់ងារស្រីម្នាក់បានបង្កើតទំនាក់ទំនងជាមួយ Vanunu និងបញ្ចុះបញ្ចូលឲ្យគាត់ធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីនៅទីនោះគាត់ត្រូវបានចាប់ខ្លួនដោយសម្ងាត់បន្ទាប់មកគាត់ត្រូវបាននាំត្រឡប់ទៅប្រទេសអ៊ីស្រាអែលតុលាការអ៊ីស្រាអែលបានកាត់ទោសគាត់ពីបទបង្ហាញព័ត៌មានសម្ងាត់ជាតិគាត់បានជាប់ពន្ធនាគារអស់រយៈពេល18ឆ្នាំហើយក្នុងនោះមានរយៈពេលយូរនៃការឃុំខ្លួនដាច់ដោយឡែកករណីនេះបានបង្កឲ្យមានការជជែកដេញដោលយ៉ាងខ្លាំងរវាងអ្នកដែលចាត់ទុកគាត់ជាអ្នកបញ្ចេញព័ត៌មានដើម្បីផលប្រយោជន៍សាធារណៈនិងអ្នកដែលចាត់ទុកគាត់ថាបានបញ្ពានទៅលើសន្តិសុខជាតិដោយសាររដ្ឋាភិបាលអ៊ីស្រាអែលមិនទទួលស្គាល់ជាផ្លូវការការប៉ាន់ស្មានជាសាធារណៈខុសគ្នាទៅតាមប្រភពវិទ្យាស្ថានស្រាវជ្រាវនិងអ្នកវិភាគជាច្រើនបានប៉ាន់ស្មានថាអ៊ីស្រាអែលអាចមានឃ្លាំងអាវុធនុយក្លេអ៊ែរមួយចំនួនប៉ុន្តែចំនួនពិតប្រាកដមិនអាចផ្ទៀងផ្ទាត់បាននោះទេ
អ្នកជំនាញមួយចំនួនក៏ជឿថាប្រសិនបើអ៊ីស្រាអែលមានមែនសមត្ថភាពទាំងនោះអាចរួមមានមធ្យោបាយបាញ់បង្ហោះផ្សេងៗដូចជាយន្តហោះមីស៊ីលនិងនាវាមួយទឹកទោះជាយ៉ាងណារដ្ឋាភិបាលអ៊ីស្រាអែលមិនបានបញ្ជាក់ពីព័ត៌មានទាំងនេះឡើយអ្វីដែលធ្វើឲ្យអ៊ីស្រាអែលខុសពីប្រទេសនុយក្លេអ៊ែរដទៃគឺនយោបាយនេះពួកគេមិននិយាយថាយើងមានអាវុធនុយក្លេអ៊ែរប៉ុន្តែក៏មិននិយាយថាយើងមិនមានដែរផ្ទុយទៅវិញអ៊ីស្រាអែលតែងតែនិយាយប្រើពាក្យស្រដៀងគ្នាថាពួកគេនឹងមិនខ្លាចជាប្រទេសដំបូងដែលណែនាំអាវុធនុយក្លេអ៊ែរចូលទៅក្នុងតំបន់មជ្ឈិមបូព៌ាអត្ថន័យនៃពាក្យណែនាំនេះត្រូវបានបកស្រាយខុសៗគ្នាហើយបានអនុញ្ញាតឲ្យរដ្ឋាភិបាលរក្សាភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រអ្នកវិភាគជាច្រើនជឿថាគោលនយោបាយនេះមានគោលបំណងបង្កើតឥទ្ធិពលរារាំងដោយមិនចាំបាច់ប្រកាសជាសាធារណៈអំពីសមត្ថភាពពិតប្រាកដកម្មវិធីនុយក្លេអ៊ែររបស់អ៊ីស្រាអែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់សន្តិសុខក្នុងតំបន់ប្រទេសជិតខាងជាច្រើនបានសម្ដែងការព្រួយបារម្ភអំពីតុល្យភាពអំណាចនៅក្នុងពេលជាមួយគ្នាអ៊ីស្រាអែលបានអះអាងថាគោលនយោបាយសន្តិសុខរបស់ខ្លួនមានគោលបំណងការពារការរស់រានរបស់ពលរដ្ឋនិងការទប់ស្កាត់សង្គ្រាមធំៗបញ្ហានេះនៅតែជាប្រធានបទសំខាន់នៅក្នុងការពិភាក្សាអន្តរជាតិជាពិសេសទាក់ទងទៅនឹងការមិនរិះសាយភាយអាវុធនុយក្លេអ៊ែរនិងសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ារឿងរ៉ាវកម្មវិធីនុយក្លេអ៊ែររបស់អ៊ីស្រាអែលមិនមែនគ្រាន់តែជាប្រវត្តិសាស្ត្រនៃបច្ចេកវិទ្យាប៉ុណ្ណោះទេវាគឺជារឿងអំពីការភ័យខ្លាចការរស់រានការកណនាយុទ្ធសាស្ត្រនិងការរក្សាភាពសម្ងាត់នៅក្នុងបរិបទនៃចំនួនយូរអង្វែងចាប់តាំងពីការបង្កើតរដ្ឋនៅក្នុងឆ្នាំ1948អ៊ីស្រាអែលបានប្រឈមមុខនឹងបញ្ហាសន្តិសុខជាបន្តបន្ទាប់នៅក្នុងបរិបទនោះមេដឹកនាំរបស់ខ្លួនបានជ្រើសរើសអភិវឌ្ឍសមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលអ្នកវិភាគជាច្រើនជឿថាបានរួមចំណែកដល់យុទ្ធសាស្ត្ររារាំងរបស់ប្រទេសទោះជាយ៉ាងណារហូតមកដល់សប្តាហ៍ថ្ងៃរដ្ឋាភិបាលអ៊ីស្រាអែលនៅតែប្រកាន់ខ្ជាប់គោលនយោបាយមិនបញ្ជាក់និងមិនបដិសេធអំពីសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនហើយប្រហែលជាភាពស្ងៀមស្ងាត់នោះឯងដែលធ្វើឲ្យកម្មវិធីនុយក្លេអ៊ែររបស់អ៊ីស្រាអែលបានក្លាយទៅជាអាថ៌កំបាំងដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក